សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងលើកប្រធានបទតាក់ទងជាមួយនឹងជំងឺកាពះពោះវៀនដែលប្រជាជនកម្ពុជាក៏ដូចប្រជាជននៅប្រទេសកំពុងអភិវឌ្ឍជាច្រើនដែលគាត់ជួបប្រទះហើយយើងនឹងលើកឡើងពីរបបអាហារណាខ្លះដែលគាត់គួរបរិភោគរបបអាហារណាខ្លះដែលគាត់គួរជៀសវាងហើយរបៀបនៃការរស់នៅជាមួយរបៀបនៃការគិតរបស់គាត់គួរធ្វើយ៉ាងណាខ្លះនៅពេលដែលគាត់មានជំងឺអស់ទាំងហ្នឹងជាទូទៅប្រជាជនកម្ពុជារបស់យើងនៅពេលដែលគាត់មានអាការៈអត់ស្រួលកន្លែងណាមួយដូចជាគាត់ចុកឆ្អកភើចុងដង្ហើមក្តៅទ្រូងឬក៏ថប់ឈឺបោះដៃផុតឬក៏ចង់ក្អួតចង្អោរផ្សេងគាត់គិតថាជាអាការៈនៃការឈឺកាពះឬក៏រលាកកាពះរលាកពោះវៀនអីចឹងទៅគាត់តែងតែមកទិញថ្នាំលេបឬក៏ថ្នាំបឺតឬក៏ថ្នាំផ្សំផ្សេងប៉ុន្តែយ៉ាងណាមិញទោះបីគាត់ញ៉ាំថ្នាំយ៉ាងណាក៏ដោយបើសិនជាគាត់អត់អាចគ្រប់គ្រងចំណីអាហាររបស់គាត់ឬក៏គាត់អត់មានការយល់ដឹងពីចំណីអាហារណាដែលគាត់គួរញ៉ាំជាមួយនឹងចំណីអាហារណាគាត់គួរជៀសវាងទេជំងឺមួយនេះគឺកើតឡើងមួយជីវិតពួកអីវាកើតឡើងភាគច្រើនដោយសារតែរបបអាហាររបស់យើងជាមួយរបៀបនៃការរស់នៅនិងរបៀបនៃការគិតរបស់យើងផងដែរកត្តាទី1គឺកត្តាចំណីអាហារគាត់គួរដឹងថាតើចំណីអាហារណាគាត់គួរជៀសវាងគឺទី1គឺអាហារដែលមានរសជាតិហឹរអាហារដែលមានរសជាតិដិតឬក៏អាហារដែលមានរសជាតិផ្អែមខ្លាំងគឺជាអាហារមួយដែលអ្នកជំងឺកាពះពោះវៀនគាត់គួរជៀសវាងខ្លាំងបំផុតព្រោះអីវាធ្វើឲ្យភ្នាងក្រពះដែលស្ដើងរបស់គាត់នឹងអាចរលាកខ្លាំងទី2អាហារដែលប្រើប្រាស់ខ្លាញ់ខ្ពស់គឺដូចជាអាហារឆាចៀនបំពងឬក៏អាហារ fast food ដែលជាអាហារដែលយើងដឹងថាជាពួក hamburger ពួក pizza ពួកដែលលក្ខណៈថាលាយជាមួយនឹងម្សៅអីហ្នឹងវាធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់យើងធ្វើការធ្ងន់អញ្ចឹងក្នុងការពិបាកវាក៏ធ្វើឲ្យពិបាករំលាយអាហារផងដែរទី3គឺភេសជ្ជៈកំប៉ុងភេសជ្ជៈដែលមានសារធាតុហ្គាសមានសារធាតុម៉ង់តលប្រហើរហ្នឹងកាហ្វេតែគ្រឿងសមុទ្រជាមួយនឹងការជក់ការីការបរិភោគគ្រឿងស្រវឹងវាក៏ចូលរួមសំខាន់ដើម្បីធ្វើឲ្យកាពះពោះវៀនរបស់យើងហ្នឹងកើនឡើងនៅអាស៊ីតទ្វេដងហើយកើនឡើងជាតិហ្គាសងាយឆ្អល់ពោះនិងចោលទឹកអាស៊ីតផងដែរទី4អាហារដែលមានរសជាតិជូរខ្លាំងផ្លែឈើដែលមានរសជាតិជូរខ្លាំងបន្លែផ្លែឈើស្រស់អាហារកែច្នៃអាហារដែលមានរសជាតិដិតខ្លាំងក៏ចូលរួមធ្វើឲ្យយើងពិបាករំលាយអាហារធ្វើឲ្យយើងចុកច្អល់ក្នុងពោះនិងងាយចោលអាស៊ីតកាពះហើយពិសេសងាយហើមពោះវៀនផងដែរអំបញ្ញមិញយើងនិយាយពីចំណីអាហារដែលយើងគួរជៀសវាងតោះឥឡូវយើងនិយាយពីចំណីអាហារដែលអ្នកឈឺកាពះពោះវៀនហ្នឹងគាត់អាចបរិភោគបានភាគច្រើនគាត់អាចបរិភោគបានចំពោះអាហារដែលងាយរំលាយដូចជាអាហារដែលមានរសជាតិស្រាលដែលមានសភាពរាងទន់ដូចជាបាយរាងជ្រាយឬក៏បបររាងខាប់បន្តិចហើយកុំឲ្យមានរសជាតិផ្អែមពេកឬក៏ប្រៃពេកក៏អាហារទាំងនេះវាធ្វើឲ្យកាពះពោះវៀនរបស់យើងងាយរំលាយទី2ពួកបន្លែដែលយើងចម្អិនឆ្អិនល្អឬក៏ទុនល្អហើយនឹងប្រើខ្លាញ់ទាបភាគច្រើនយើងគួរតែយកទៅស្ងោរចំហុយឬក៏យកទៅអាំងបើសិនជាសាច់យើងគួរតែយកទៅអាំងព្រោះអីវាប្រើខ្លាញ់ទាបខ្លាំងដែលធ្វើឲ្យកាពះពោះវៀនរបស់យើងងាយរំលាយឬក៏អត់សូវចោលទឹកអាស៊ីតកាពះផងដែរទី3សាច់ដែលមិនជាប់ស្បែកឬខ្លាញ់ត្រីសុទ្ធដែលយើងយកទៅស្ងោរឬក៏យើងយកទៅចំហុយទី4ផ្លែឈើដែលមានកសិសិ fiber ដែលជួយដល់ការរំលាយអាហារដែលមានរសជាតិមិនសូវជាជូរខ្លាំងមានដូចជាប័រទុំចេកទុំស្វាយទុំឬក៏ក្រូចក៏បានដែរប៉ុន្តែក្រូចយើងគួរតែញ៉ាំទាំងកពឹសក្រូចព្រោះអីអាកពឹសក្រូចហ្នឹងវាក៏ជាកសិសិដែលជួយឲ្យយើងបតោបង់បានងាយស្រួលហើយកាត់បន្ថយការរលាកនៅក្នុងកាពះពោះវៀនយើងផងដែរទី5 yogurt ដែលមានជាតិស្ករឬក៏ជាតិជូរតិចបំផុតព្រោះអី yogurt ហ្នឹងវាគឺជាពពួកអាហារគេហៅថា probiotic ដែលជាប្រភេទបាក់តេរីល្អគេហៅ Flora intestina វាទៅពាសនៅជញ្ជាំងពោះវៀនរបស់យើងទី1គឺវាជួយបង្កើនបាក់តេរីល្អទី2វាជួយកាត់បន្ថយនៃបាក់តេរីអាក្រក់ទី3ក៏វាចូលរួមរំលាយអាហារផងដែរតទៅនេះចំពោះទី3គឺយើងនិយាយអំពីទម្លាប់នៃការរស់នៅនិងរបៀបក្នុងការហូបចុកដើម្បីឲ្យកាពះពោះវៀនយើងកុំឲ្យធ្វើការធ្ងន់និងមានសុខភាពល្អផងដែរទី1យើងកុំទម្លាប់ញ៉ាំអាហារដែលឆ្អែតខ្លាំងពេកយើងអាចបែងចែកពេលអាហារយើងដែលមាន3ពេលហ្នឹងទៅជា4ឬក៏5ពេលក៏បានដែរប៉ុន្តែក្នុងមួយពេលយើងញ៉ាំតិចបានហើយវាមានសារៈសំខាន់គឺធ្វើឲ្យកាពះរបស់យើងអត់ធ្វើការធ្ងន់ពេកងាយបំបែកអាហារហ្នឹងបានម៉ត់ល្អដើម្បីឲ្យពោះវៀនរបស់យើងមានសមត្ថភាពបឺតស្រូបយកសារធាតុចិញ្ចឹមពីអាហារបានល្អនិងបានច្រើនផងដែរទី2ហាមគេងភ្លាមបន្ទាប់ពីយើងបរិភោគអាហារហើយយើងគួរតែអង្គុយឲ្យត្រង់ខ្នងឬក៏ដើរបន្តិចបន្តួចធ្វើសកម្មភាពណាបន្តិចបន្តួចដើម្បីឲ្យការរំលាយអាហារយើងបានល្អនិងជៀសវាងការចាលទឹកអាស៊ីតទៅនឹងទឹកអាស៊ីតកាពះទៅបំពង់កវិញ
ទី3យើងគួរតែកាត់បន្ថយអារម្មណ៍ stress មួម៉ៅព្រួយបារម្ភច្រើនពួកអីនៅពេលដែលយើងមានអារម្មណ៍អស់ទាំងនោះវាធ្វើឲ្យទី1បាត់បង់ចំណង់អាហារទី2វាធ្វើឲ្យអាស៊ីតកាពះរបស់យើងកើនអាស៊ីតលើសពីមុនទៀតហើយទី3វាចូលរួមវាចូលរួមនៅក្នុង metabolic គឺធ្វើឲ្យយើងពិបាករំលាយអាហារ ទី4យើងគួរតែជៀសវាងរំលងនៅពេលអាហារណាមួយព្រោះអីឧទាហរណ៍បើយើងរំលងអាហារពេលព្រឹកឬក៏រំលងអាហារពេលថ្ងៃទោះបីយើងអត់បានញ៉ាំអាហារក៏ដោយប៉ុន្តែឲ្យតែដល់ម៉ោងអាស៊ីតកាពះរបស់យើងនៅតែបញ្ចេញដូច្នេះនៅពេលដែលបញ្ចេញមកយើងអត់បានញ៉ាំអាហារវានឹងប៉ះផ្ទាល់ជាមួយនឹងភ្នាកាពះដែលធ្វើឲ្យមានការរលាកកាពះព្រោះអីអត់មានអាហារកិនផងអញ្ចឹងវាប៉ះផ្ទាល់វាធ្វើឲ្យរលាកកាពះដែលជាមូលហេតុសំខាន់មួយអាចឈានទៅដល់ការដំបៅកាពះផងដែរ ទី5ជៀសវាងការប្រើប្រាស់ថ្នាំដែលជាពពួក NSAID គឺពពួកថ្នាំបំបាត់ការឈឺចុកចាប់មានដូចជា Ibuprofen, Aspirin, Celecoxib ជាដើមក្នុងរយៈពេលយូរខ្លាំងពេកព្រោះអីកាលណាយើងប្រើប្រាស់ថ្នាំនឹងរយៈពេលយូរពេកអាចធ្វើឲ្យយើងប្រឈមមុខជាមួយនឹងការរលាកកាពះនិងពោះវៀនផងដែរពីខ្ញុំទៅមានតែប៉ុណ្្នឹងទេបើមានចម្ងល់អីតាក់ទងជាមួយនឹងរបបអាហារឬក៏របៀបនៃការក្នុងការរស់នៅរបស់អ្នកជំងឺកាពះពោះវៀនអាចខមមិនសួរនៅខាងក្រោមនេះបានជួបគ្នានៅវីដេអូក្រោយបាយបាយ